ព្រឹកថ្ងៃអង្គារមួយកើតខែចេសឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវថ្ងៃទី27ខែឧសភាឆ្នាំ2025លោកជាសម្បត្តិប្រធានក្រុមប្រឹក្សាស្រុកលោកតេងកំសៀនអភិបាលនៃគណៈអភិបាលស្រុកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី12អាណត្តិទី4របស់ក្រុមប្រឹក្សាស្រុកថ្មគោលនៅសាលប្រជុំសាលាស្រុកថ្មគោលដែលមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកលោកស្រីអភិបាលរងនៃគណៈអភិបាលស្រុកលោកស្រីនាយករងរដ្ឋបាលលោកប្រធានការិយាល័យអង្គភាពក្នុងស្រុកនិងអ្នកពាក់ព័ន្ធជាច្រើនរូបនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី12អាណត្តិទី4របស់ក្រុមប្រឹក្សាស្រុកអនុម័តលើសេចក្តីព្រាងរបៀបភារៈកិច្ចប្រជុំសាមញ្ញលើកទី12ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី11កាលពីថ្ងៃអង្គារ3កើតខែពិសាខឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2568ត្រូវថ្ងៃទី29ខែមេសាឆ្នាំ2025របាយការណ៍គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារប្រចាំខែឧសភាឆ្នាំ2025ពិនិត្យនិងអនុម័តរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែឧសភាឆ្នាំ2025ប្រតិទិនប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកអាណត្តិទី4ឆ្នាំទី2ប្រសាសន៍បុកសរុបនិងផ្ដាំផ្ញើរបស់លោកប្រធានក្រុមប្រឹក្សាស្រុកលោកជាសម្បត្តិបានបញ្ជាក់ថារដ្ឋបាលស្រុកបានយកចិត្តទុកដាក់អភិវឌ្ឍលើគ្រប់វិស័យឲ្យមានការរីកចម្រើនហើយក្នុងនោះលោកប្រធានបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាជិកាក្រុមប្រឹក្សាស្រុកដែលបានផ្លាស់ប្ដូរយោបល់និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយស្មារតីសាមគ្គីភាព